ថ្ងៃសៅរ៍មួយលោកគ្រូរូបវិទ្យាឈ្មោះលោកគ្រូរិទ្ធបានដឹកសិស្សមួយថ្នាក់ទៅកំសាន្តនៅកោះរុងកូនការកំសាន្តនេះមិនមែនតែលេងទេយើងទៅសិក្សារូបវិទ្យាក្នុងជីវភាពរស់នៅប្រចាំថ្ងៃអូចប់ហើយយើងគិតថាទៅលេងសមុទ្រស្មានថាបានសម្រាកតើពេលទៅដល់ឆ្នេរខ្យល់បក់ត្រជាក់សិស្សម្នាក់ក៏សួរឡើងឆ្នេរនេះស្អាតមែនទេលោកគ្រូហេតុអ្វីខ្យល់នៅសមុទ្រត្រជាក់ម្ល៉េះនេះហើយជាការផ្ទេរកម្ដៅដីក្ដៅលឿនជាងទឹកដូច្នេះខ្យល់ត្រជាក់ពីសមុទ្រហូរចូលដីខ្ញុំគិតថាមកពីសមុទ្របើកម៉ាស៊ីនត្រជាក់បន្ទាប់មកពួកគេទៅមើលដើមឈើងាប់ល្បីមួយដើមដែលបត់ចេញទៅសមុទ្រហាក់ដូចជាចិត្តដួលលោកគ្រូដើមឈើងាប់ហើយហេតុអ្វីមិនដួលប្រហែលវាខ្លាចធ្លាក់ទឹកវាជាសមតុល្យកម្លាំងទោះដើមឈើងាប់ក៏ចំណុចទម្ងន់នឹងគល់របស់វានៅអាចទប់បានកម្លាំងផ្គួបស្មើ0អូដោយខ្ញុំពេលអង្គុយរៀនម៉ោងទី5រាងកាយងាប់តែមិនទាន់ដួលពេលឈប់ញ៉ាំផ្លែឪឡឹកសិស្សម្នាក់បានធ្វើឲ្យផ្លែឪឡឹកធ្លាក់ពីតុបែកខ្ទេចនេះហើយជាធម្មពលប៉ូតង់ស្ជែលបំលែងទៅជាធម្មពលស៊ីនេទិកចុះលោកគ្រូបើបន្ទុកខ្ញុំធ្លាក់វិញបំលែងជាអ្វីដែរប្រាកដណាស់វានឹងបំលែងទៅសំលេងម៉ាក់ស្ដីឲ្យពេលជិះទូកលបឿនលឿនទូកបើកលឿនខ្លាំងរហូតសិស្សស្រែកហោះទៅក្រោយនោះហើយជានិច្ចលភាពរបស់ Newton F ស្មើ ma លោកគ្រូមុននេះខ្ញុំគិតថារូបវិទ្យាពិបាកតែឥឡូវខ្ញុំឃើញថាវានៅគ្រប់ទីកន្លែងត្រូវហើយកូនរូបវិទ្យាមិនមែននៅតែក្នុងសៀវភៅទេតែវានៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង